បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាស្ថានភាពរូបសំរិទ្ធបុរាណខ្មែរដែលគេបានតម្កល់ទុកនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងខេត្តម៉ាណាឡេហើយវីដេអូនេះគឺខ្ញុំថតកាលដែលរំជួយផែនដីនៅក្នុងប្រទេសភូមាហ្នឹងហើយការរំជួយផែនដីនេះគឺរំជួយខ្លាំងរំជួយដល់7ទៅ8 Richter ឯណោះហើយក៏បណ្ដាលឲ្យទាំងប្រសងនិងប្រជាពលរដ្ឋភូមិមានហ្នឹងក៏មានការបាត់បង់អាយុជីវិតច្រើនប្រហែលជា3000ទៅ4000នាក់ឯណោះហើយនៅពេលដែលរំជួយហើយថ្មីហ្នឹងខ្ញុំបកករណាដែលដឹកនាំដោយលោកម្ចាស់គ្រូនៅក្នុងដែលលោកត្រូវជាចតិការនៅវត្តខ្មែរភូមាកម្ពុជារាំងសីហ្នឹងលោកក៏បានដឹកនាំធ្វើជាសង្ឃហទានចោះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅឯខេត្តម៉ាណាឡេហើយក៏បានយកបច្ច័យមួយចំនួនទៅជួសជុលនៅកន្លែងបច្ចាដីព្រះមហាមុនីដែលគេបានតម្កល់នៅរូបសម្រិទ្ធបុរាណខ្មែរយើងហើយនៅកន្លែងប្រាសាទនេះក្នុងប្រាសាទនេះគឺជាកន្លែងដែលគេតម្កល់ទុកនៅព្រះពុទ្ធបដិមាដែលមានព្រះនាមថាព្រះមហាមុនីដែលមានអាយុកាលជាង2000ឆ្នាំមកហើយព្រះពុទ្ធបដិមាព្រះមហាមុនីដែលគេតម្កល់ទុកនៅខាងក្នុងនេះគឺគេសាងឡើងអំពីមាសស្ពាន់និយាយទៅគឺរបស់មានតម្លៃផ្សេងគេបានស្លោបញ្ចូលគ្នាបានជាព្រះពុទ្ធព្រះមហាមុនីមួយព្រះអង្គនឹងហើយនេះគឺស្ថានភាពនៅពេលដែលរំជួយនឹងបានប្រហែលជា2ថ្ងៃហ្នឹងគឺខ្ញុំកណាបានទៅដល់ហ្នឹងក៏ឃើញហើយក៏សង្វេគព្រោះអីធ្លាប់ទៅគឺឃើញបច្ចាដីធ្លាប់តែស្អាតមើលទៅគួរជាទីជ្រះថ្លាហើយទៅដល់ឃើញសភាពបែបហ្នឹងគឺថាមានចិត្តសង្វេគតក់ស្លុតនឹងអាណិតដល់ប្រជាពលរដ្ឋភូមាហើយស្ដាយបច្ចាដីដែលបានខូចខាតទៅនឹងហើយនៅកន្លែងបច្ចាដីព្រះមហាមុនីហ្នឹងក៏ពេលដែលបាក់ដបូលអីហ្នឹងក៏មានការសង្កត់ប្រជាពលរដ្ឋដែលចូលទៅថ្វាយបង្គំបច្ចាដីព្រះមហាមុនីនិងអ្នកលក់ដូរនៅខាងមុនក៏មានការស្លាប់ប្រហែលជា7នាក់ទៅ8នាក់ផងដែរចំណែកឯនេះវិញគឺកន្លែងព្រះពុទ្ធព្រះមហាមុនីដែលគេតម្កល់ទុកនៅខាងក្នុងនេះហើយខ្ញុំកណាក៏មិនបានដើរចូលឯជាជ្រៅប៉ុន្មានដែរដោយសារតែគេហាមឃាត់គេភ័យខ្លាចមានអន្តរាយដោយសារតែតួប្រាសាទទាំងស្រុងគឺត្រូវបានប្រេះស្រាំអស់ហើយគឺដោយសារតែការរំជួយផែនដីហ្នឹងហើយក្រុមពុទ្ធបរិស័ទបងប្អូនខ្មែរយើងហ្នឹងក៏បានចូលរួមគ្នាជាបច្ច័យសង្ឃៈបានមកចូលរួមនៅកន្លែងបច្ចាដីព្រះមហាមុនីហើយនឹងដែលមានតម្កល់នៅរូបសម្រិទ្ធបុរាណខ្មែរយើងប្រហែលជា$2500ផងដែរអញ្ចឹងនេះវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីស្ថានភាពការពីរំជួយផែនដីប្រហែលប៉ុណ្ណឹងហើយមកដល់សម័យបច្ចុប្បន្ននេះកន្លែងបច្ចាដីព្រះមហាមុនីនេះគេក៏បានជួសជុលឡើងវិញបានល្អហើយផងដែរហើយពុទ្ធបរិស័ទប្រជាពលរដ្ឋនេះអាចអញ្ជើញចូលទៅនមស្ការថ្វាយបង្គំហើយទៅមើលកន្លែងរូបសំណាកសម្រិទ្ធដែលគេទុកនៅក្នុងសារមន្ទីរក្នុងបរិវេណជុំវិញបច្ចាដីព្រះមហាមុនីនឹងបានអញ្ចឹងវីដេអូរបស់ខ្ញុំមានប្រហែលប៉ុណ្ណេះបើសិនជាមានការខុសឆ្គងត្រង់កន្លែងណាសូមពុកម៉ែបងប្អូនខន្តីអភ័យទោសដល់ខ្ញុំបាទផងហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តវីដេអូនេះសូមចុច like និងជួយចុច Subscribe ខ្ញុំបាទផងដើម្បីខ្ញុំនឹងផុសវីដេអូផ្សេងទៀតអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាទសូមអរគុណសូមជម្រាបលា